សួស្តីអ្នកនរគ្នាឃើញនេះមករៀបផ្សាយជាថ្ងៃនេះគឺមកជាមួយនឹងកញ្ញាសៃហ្វុងមក unboxing បាមីអប្សរាតាមពិតទៅអប្សរានេះខ្ញុំទិញមកយូរហើយអ្នកនរគ្នាប៉ុន្តែគាត់អត់មានពេល unboxing អញ្ចឹងណាព្រោះឃើញឥឡូវនេះគឺគេពង viral អញ្ចឹងឥឡូវក៏យកមក unboxing ដូរនេះគឺរបស់ខ្មែរយើងពិតតែម្ដងណាអ្នកនរគ្នាចា unboxing តុក្កតានេះប្រភេទ collector edition អ្នកនរគ្នាគឺជា Princess of Cambodia ហើយចាយដល់អីថ្ងៃនេះខ្ញុំពាក់ឈុតអប្សរាជាមួយនឹងខ្សែបងប្អូនស្រីខ្ញុំក៏ខ្ញុំបាន unboxing តុក្កតានេះឲ្យអ្នកនរគ្នាបានឃើញនេះគេផលិតឡើងនៅឆ្នាំ2003ផលិតនៅប្រទេសឥណ្ឌូនេស៊ីអ្នកនរគ្នានៅក្រុមហ៊ុន Mattel ស្អាតមែនតើអ្នកនរគ្នានិយាយថាខាងក្រៅគឺស្អាតហ្មងហើយរបស់នេះជារបស់កម្រដែរហើយអត់ផ្សេងយ៉ាងតែនេះក៏ស្អាតមែ សា ន ខ្ តើ លាំងអប្សរា3 1 2 3អូ my god អ្នកនរគ្នាមើល detail ខាងក្នុងនេះគឺជារបស់ខ្មែរពិតតែអ្នកនរគ្នា Princess of Cambodia ឃើញសូម្បីតាក្រុមហ៊ុន Mattel ក៏គេដឹងខាងប្រទេសយើងមានអប្សរាដែរនេះគឺឈុតដំណើររបស់ប្រទេសយើងណា ឈុតខ្មែរស្បែកខ្មែរយើងហ្មងរំលេចជាមួយនឹងមកអប្សរាគឺស្អាតខ្លាំងមែនតើជាពិសេស background នៅពីក្រោយដូលនេះគឺរូបអង្គមាត់របស់យើងគាត់តែមើលមកគឺដឹងថារបស់កម្ពុជាហ្មងហើយមើលសម័យជើងគេណាបងប្អូនគ្នាលោកបើជើងគេរបៀបថាពណ៌មាសហើយងហើយសពុតគេពណ៌រៀងផ្ទៃមេឃលាបៃតងតិចតិចពណ៌មាសហើយមើលឈៀងគេអូ my god អ្នកនរគ្នាស្អាតខ្លាំងមែនតើហើយកបលគេរបៀបថាកបលរបស់ម៉ូដខ្មែរអ្នកនរគ្នានេះហើយមកគាត់ជាពិសេសមកគាត់ដូចពួកខ្ញុំអញ្ចឹងអ្នកនរគ្នាមកគាត់អក្សរាដូចពួកខ្ញុំមែនតើហ្មងហើយគេតម្លាក់សក់មកខាងក្រោយអូ my god មិនដែរសៃហ្វុងស្អាតមែនតើអ្នកនរគ្នា detail ខាងក្រៅគឺស្អាតហ្មងជាពិសេសឈុតមើលចេញមកនេះមិនមែនជា doll ដែលយើងយកទៅ custom ណាគឺចេញពីក្រុមហ៊ុន original មកហ្មងផលិតពីរោងចក្រមកនេះស្អាតនិយាយទៅខ្ញុំចង់បានឥឡូវនេះគេពងវ៉ារអត់ទេណាអ្នកនរគ្នាគួរទិញម្នាក់មួយដាក់ផ្ទះដើម្បីឲ្យដំណើរថានេះគឺជារបស់ប្រទេសយើងផ្ទាល់ហ្មងអូខេអ្នកនរគ្នាគិតមិនដែរសម្រាប់ doll មួយនេះបើសិនជាស្អាតជួយ comment នៅក្នុងវីដេអូទាំងអស់គ្នាបាយបាយជួបគ្នាការ unboxing ជាមួយនៅវីដេអូក្រោយទៀត See you next video bye